របៀបបង់ថ្លៃប្រើប្រាស់ភ្លើងតាម AC Super App ដំបូងសូមលោកអ្នកបើកកម្មវិធី AC Super App រួចចុចលើមុខងារបង់ប្រាក់បញ្ចុះលេខសម្ងាត់ឬ scan ផ្ទៃមុខរបស់លោកអ្នកបន្ទាប់មកចុចលើមុខងារអគ្គិសនីហើយចុចទីនេះដើម្បីស្វែងរកឈ្មោះក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីឯកជនដែលលោកអ្នកចង់បង់ប្រាក់ធ្វើការជ្រើសរើសគណនីកាត់ប្រាក់ចេញបញ្ចុះលេខសម្គាល់អ្នកប្រើប្រាស់នោះចំនួនទឹកប្រាក់នឹងបង្ហាញដោយស្វ័យប្រវត្តិសូមចុចបើកមុខងាររក្សាទុកប្រតិបត្តិការក្នុងកំណត់ត្រាដើម្បីងាយស្រួលទូទាត់នៅពេលក្រោយរួចចុចលើប៊ូតុងយល់ព្រមសូមផ្ទៀងផ្ទាត់ព័ត៌មានឡើងវិញរួចចុចលើប៊ូតុងបញ្ជាក់ដើម្បីទូទាត់ការបង់ថ្លៃប្រើប្រាស់ភ្លើងតាម AC Super App របស់លោកអ្នកបានរួចរាល់នៅពេលដែលលោកអ្នកចង់បង់ភ្លើងនៅខែបន្ទាប់គ្រាន់តែចុចលើមុខងារកំណត់ត្រាបន្ទាប់មកជ្រើសរើសឈ្មោះវិក័យប័ត្រដែលលោកអ្នកបានរក្សាទុកនោះដោយមិនចាំបាច់វាយបញ្ចូលព័ត៌មានឡើងវិញនោះទេសូមអរគុណ AC Lida ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត